និមន្តនឹងអញ្ជើញមកទេសនាប្រាសាទនានានៅលើទឹកដីខេត្តសៀមរាបហ្នឹងដែលជាបុរាណវត្ថុកេរដំណែលរបស់ដូនតាបុព្វការីបុព្វបុរសយើងដែលលោកកសាងទុកមកនឹងជិត1000ឆ្នាំហើយដែលពិភពលោកគ្រប់ទ្វីបទាំងអស់មិនតែណាគេធ្វើបានទេពី700-800ឆ្នាំមុននឹងមានតែដូនតារបស់យើងជាបុរសជាមនុស្សដែលអស្ចារ្យហើយធ្វើប្រាសាទនិមន្តទៅមើលហើយទៅរួចបានទៅមើលហើយព្រះអង្គគេទេដុំថ្មមួយដុំទម្ងន់រាប់តោនណាវាមានគ្រឿងចាក់ឯណានឹងលើកសម័យអត់មានទេគេចេះលើកទៅបន្ទប់គ្នានៅកម្ពស់ដោយប្រាសាទអង្គរវត្តប្រាសាទអីជាដើមកម្ពស់ទៅដូចទៅដឹមទៅលើពាក្យកណ្ដាលអាកាសហ្នឹងមិនរឿងធម្មតាទេបើសិនមើលយើងយកបញ្ញាមកគិតគឺអស្ចារ្យណាស់ការកសាងប្រាសាទនេះនឹងសូមប្រគេនបំណោះអំពីរឿងប្រាសាទហ្នឹងប្រាសាទថ្មនេះនៅទ្វីបដទៃទៀតអត់មានទេមានតែនៅអេស៊ីបនេះគេប្រាសាទដូចជាអាយុមុនអង្គរវត្តក៏ប៉ុន្តែអត់មានរចនាក្បូរក្បាច់អីល្អដូចអង្គរវត្តអត់មានទេវាគ្រាន់តែដូចជាប៉មជាអីទេលលីងទៅទេទីឯប្រាសាទអង្គរវត្តនេះមានក្បាច់រចនាតុបតែងលម្អយ៉ាងប្រណិតជាទីបំផុតអត់មានពីរទេនៅលើពិភពលោកនេះនិយាយពីរចនាក្បូរក្បាច់តុបតែងល្បីទូទាំងផែនដីពិភពលោកនេះនិមន្តមកឃើញហើយមានពួកសាសជនជាតិបរទេសមានបារាំងអាមេរិកគ្រប់ជាតិទាំងអស់ហ្នឹងជាអ្នកទេសចរគេធ្វើដំណើរគេចង់មកឃើញប្រាសាទអង្គរវត្តដែលល្បីហ្នឹងឯងវិញអ្នកខ្លះធ្លាប់ឃើញតែរូបប្រាសាទរូបភាពតាមរូបថតដូចដែលគេផ្ដិតផ្សព្វផ្សាយស្មើនឹងអង្គរវត្តនៅវត្តតូចស្រាប់តែមកដល់ឃើញអង្គរវត្តវត្តធំភ្ញាក់ផ្លិតមិត្តផ្លិតកស្រែកគាត់ភ្ញាក់យ៉ាងថាឃើញរូបភាពស្មើនឹងតូចដល់មកធំអស្ចារ្យដោយប្រាសាទអង្គរវត្តនេះជាវត្តរបស់សាសនាព្រាហ្មណ៍ទេពីមុនមកហ្នឹងព្រះបាទសូរិយាវរ្ម័នទី2លោកសាងប្រាសាទអង្គរវត្តនេះឧទ្ទិសទៅសាសនាព្រាហ្មណ៍និកាយព្រះវិស្ណុព្រះនរាយណ៍ហ្នឹងអង្គរវត្តហ្នឹងសម័យហ្នឹងក៏ល្បីទូទាំងពិភពលោកថាវត្តសាសនាព្រាហ្មណ៍ទាំងអស់នៅលើផែនដីនេះគ្មានវត្តណាដែលតែមានទាំងហុំធំបរិវេណធំស្មើនឹងអង្គរវត្តនេះអត់មានសូម្បីតែប្រទេសឥណ្ឌាដែលជាប្រទេសដើមកំណើតរបស់សាសនាព្រាហ្មណ៍ក៏គ្មានវត្តឯណាធំដូចអង្គរវត្តយ៉ាងទេនេះក៏ណាសូមអាត្មាសូមប្រគិនដំណឹងអញ្ចឹងដល់ថ្ងៃក្រោយមកសាសនាព្រាហ្មណ៍នៅលើទឹកដីយើងនោះក៏សាបសូន្យបាត់បង់អស់ទៅដោយសារពុព្វបុរសរបស់ព្រះយើងលោកសិក្សាសាសនាធិព្រាបគឺសាសនាពុទ្ធនិងសាសនាព្រាហ្មណ៍ហ្នឹងរោគហេតុផលប្រយោជន៍នៃសាសនាទាំងពីរនឹងដល់លោកសិក្សាទៅឃើញថាពុទ្ធសាសនាយើងនេះមានហេតុមានផលត្រឹមត្រូវសាសនាព្រាហ្មណ៍មានតែហេតុអត់ផលទេដល់អញ្ចឹងពុព្វបុរសយើងក៏លូកលាសបង់សាសនាព្រាហ្មណ៍នឹងចោលទៅបានពុទ្ធសាសនាថេរវាទយើងរីកចម្រើនឡើងវិញអង្គរវត្តហ្នឹងលះបង់ចោលច្រើនឆ្នាំណាស់ប្របាទបញ្ញាញាណលោកដករាជធានីពីយសោធរៈបរៈក្រុងអង្គរនេះទៅនៅឯទួលបាសានហ្នឹងទួលបាសានស្ងៃដែលគេហៅស្រីស្រុកស្រីសន្ធោហ្នឹងទួលបាសានហ្នឹងស្រីស្រុកសន្ធោនេះឈ្មោះយាទេឈ្មោះដើមគេស្រីយសោធោបើដល់អ្នកស្រុកនិយាយហៅទៅវាคล้ายទៅជាស្រីសន្ធោអានេះប្រាប់អ្នកកំពុងចាមនៅឲ្យដឹងអញ្ចឹងណាបាទណាឈ្មោះស្រុកស្រីយសោធោបាទហៅកំឡាយទៅស្រីសន្ធោពុំបញ្ញាញាលោកដករាជធានីទៅតាមជើងទឹកទៅដល់ធ្វើដំណើរតាមទូកទៅចតក្នុងទួលបាសានហ្នឹងឯងនោះមានភូមិមួយឈ្មោះភូមិបារាយនៅជិតហ្នឹងឯងភូមិបារាយទៅស្ងាយហ្នឹងអាហ្នឹងប្រវត្តិសាស្ត្រណាបើនៅទៅទួលបាសានហ្នឹងទួលកន្លែងវាតូចផងទឹកទន្លេឡើងមក
វាពិបាករស់នៅបានដករាជធានីទៅឯភ្នំពេញមានដំណាក់កាលអញ្ចឹងដល់អង្គរវត្តនេះបោះបង់ចោលវាសូន្យព្រៃដើមឈើដុះពេញណាពីណីដល់សម័យមកបារាំងចូលមកបារាំងឃើញក៏គេត្រេះត្រួសត្រាយទៅអស់ព្រៃអស់ឈើនឹងទៅនឹងក៏វត្តដល់មកសតវត្សទី16ហ្នឹងបារាំងមកក្រោយទេសតវត្សទី16ព្រះបាទអង្គច័ន្ទរាជាហ្នឹងលោកធ្វើដំណើរពីភ្នំពេញមកហ្នឹងបរៀបចំប្រាសាទអង្គរវត្តនេះកែប្រែឲ្យទៅជាវត្តពុទ្ធសាសនាវិញតែដើមកណ្ដាលវត្តប្រមាញ់ទេលោករៀបចំកែរចនាវត្តអង្គរវត្តសាសនាព្រាហ្មណ៍ឲ្យទៅជាវត្តពុទ្ធសាសនាសាងយកពុទ្ធបដិមាយកទៅដាក់ព្រះពុទ្ធរូបអង្គឈរពីរអង្គនេះសិល្បៈសតវត្សទី16ដែលព្រះបាទអង្គច័ន្ទរាជាលោកកសាងណាក្នុងអង្គរវត្តពុទ្ធរូបសតសិល្បៈបែបហ្នឹងទាំងអស់សាងដាក់ក្នុងហ្នឹងកែប្រែឲ្យទៅជាវត្តពុទ្ធសាសនាហើយលោកអត់មានប៉ះពាល់អីរូបចម្លាក់បដិមារតនត្រ័យក្នុងសាសនាព្រាហ្មណ៍អត់មានទៅប៉ះពាល់អីគេតិចតួចទេរសានៅទាំងអស់គ្រាន់តែសាងតែពុទ្ធរូបទៅតម្កល់ប៉ុណ្ណឹងឯងប៉ុន្តែប៉ុណ្ណឹងឯងបានមានរូបបដិមាខាងសាសនាព្រាហ្មណ៍មានព្រះវិស្ណុរូបព្រះវិស្ណុនៅរងតងផ្លូវជើដែលគេហៅតារាជហ្នឹងរូបព្រះវិស្ណុទេប៉ុន្តែណាគេឲ្យឈ្មោះតារាជនឹងជាអថាទៅពីសម្រាប់គេជឿឲ្យតារាជទៅបន់ស្រន់បួងសួងនោះសំសុខសំសរីសុស្ដីពីតារាជចាយើងល្ងងដល់ថ្នាក់ហ្នឹងទៅsao nơi là ngon ở đây dây bộ vần đã bà nói hả cô nó bình chẳng rồi riu rồi sẽ đâm tay bà năng bà nói tôi sẽ nạ rồi bị môn cô vần này bà bát chê và man ti bầm pel có lúc căn Phật sa sana đấy pan Phật sa sana Mahayan mình Phật sa sana thế Việt dân tê hãy đòi bà bát chê và miền sang bà Phậtรูปะได้มาจรานะแบบมหาเยียนนั่งพระพุทธเนี่ยเปราะมหาเยียนจังกรพระพุทธเนี่ยเปราะดาพระบาทชีวรมันตีปมเปลติเวียงกวดเต๋อชีวรมันตีปมใบเรียกเตียเยียนล่างซอยเรียกล่างโดศาสนาต่อกันศาสนาเปรียมบิงปมพลานรูปพระพุทธปะได้มาอ๋อรีมไว้ปมบะปมใบเจ้าติ๊กตีอ๋อโดยเป็นเตียก็ได้ศาสตร์ประคันศาสตร์เจียวัดเนี่ยนะวัดพุทธศาสนาไว้พระพุทธปฏิมาปมบะปมใบเจ้าอริตามฉันละไอตามประสาทไอเมียนรูปปฏิมาไอเชียงตัวดักชกแควดวิจารณ์นี่ชีวรมันตีปมใบเนี่ยอักระจังมันโดยพระบาทองค์จันทร์เรเจียลูกกาแก่แปลงประสานโกวัดไอเตอเจียพุทธศาสนาโลอัตตปะเปิลไอรูปปฏิมาค้างศาสนาเปรียมได้เราสร้างแต่ได้ตัวเกดดอเชยรมันที่มันไม่อดได้ปมพลานอดลิงอดเมียนสอลเตอันนึงยัยปีประวัติประสานโกวัดนั่งประวัติประสาทบายอนนั่งประสาทบายอนนั่งประบาดเชยรมันที่มันเป็นลูกก็สร้างกันพุทธศาสนามาเยียนประสานโกวัดนี่วัดพุทธศาสนาเทระเวทอย่างนั้นมอกราวใหญ่บ้านสร้างพระพุทธปฏิมาแบบอย่างนั้นสมนายนำพนังยาวเปเรื่องตัวสนางก็ว่าตัวมือรวยให้บานมนใหญ่ประ